បាទសួស្តីទាំងអស់គ្នាខ្ញុំចង់និយាយអំពីកម្មផលតើអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះជឿទៅលើកម្មផលដែរឬទេនៅពេលដែលយើងធ្វើខុសអីនៅពេលដែលយើងធ្វើបាបអ្នកដទៃនៅពេលដែលយើងធ្វើអ្នកដទៃឈឺចាប់ឬក៏មានវិបសារីដោយសារតែយើងតើអ្នកទាំងអស់គ្នាជឿទេថាតើកម្មផលនោះវានឹងសកឡងត្រឡប់មកយើងវិញនៅពេលថ្ងៃណាមួយនៅពេលដែលយើងមិនជឿក៏វាត្រូវតែជឿដោយសារអីវាជាការពិតពួកកម្មផលមានពិតប្រាកដមែនអញ្ចឹងកម្មផលមាននៅក្នុងពិភពលោកនេះមានពិតប្រាកដមែនអញ្ចឹងនៅពេលដែលយើងធ្វើចំនួនល្អយើងនឹងទទួលបានផលល្អបើយើងធ្វើអាក្រក់យើងទទួលបានផលអាក្រក់ទៅតាមទង្វើនិងការប្រព្រឹត្តរបស់យើងជារៀងរាល់ថ្ងៃអញ្ចឹងបើសិនជាយើងចង់បានផលល្អយើងគួរណាតែសាងល្អទៅបើសិនជាយើងចង់បានអាក្រក់យើងសាងអាក្រក់ហើយនឹងទទួលបានផលអាក្រក់មកខ្លួនឯងវិញអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបើសិនជាពេញចិត្តជួយ like ជួយ share ហើយ comment និង follow មួយផងបើសិនជាមិនពេញចិត្តអាចរំលងបានអញ្ចឹងអរគុណច្រើន